បាទសួស្តីបងប្អូនបាទសេកីឡាតោះមកមើលឈុតអាក្អែកខ្មៅទាំងអស់គ្នាបាទនេះគឺជាបាតុងថ្មីរបស់យើងបាទដែលយើងយកមកក្រោះជាមួយនឹងខ្សែស្រឡាយអាក្អែកខ្មៅបាទដើម្បីរក្សាបាទពូជក្អែកខ្មៅរបស់យើងទៅមុខទៀតហើយបាទនេះគឺយើងយកមកក្រោះបន្ថែមមានន័យថាបន្ថែមគុណភាពទៅលើខ្សែអាក្អែកខ្មៅបន្ថែមទៀតបាទព្រោះថាមាន់យើងបង្កាត់យើងមានគេហៅថាដំណាក់កាលរបស់វាបងប្អូនណាចឹងដំណាក់កាលណាត្រូវដាក់ឈាមណាចូលដំណាក់កាលណាត្រូវដាក់ឈាមណាចូលគឺគេរៀបតាមហ្នឹងបាទជាការប៉ុណ្ណាបងប្អូនបាទខ្សែក្អែកខ្មៅនេះមួយរយៈនេះគឺយើងចែកកូនទៅកាន់បងប្អូនយើងច្រើនដែរខ្សែអាក្អែកខ្មៅប្រវត្តិឈ្នះ3ឆ្នាំជាប់គ្នាបាទ3ឆ្នាំជាប់គ្នាមានគេសុំទិញរហូតដល់10000ជាងបាទតែអត់លក់ទេបាទចំពោះខ្សែក្អែកខ្មៅមេទាំងអស់នេះគឺខ្សែស្រឡាយក្អែកខ្មៅហើយបានេះបើយើងនិយាយបាស៊ីវនេះគឺបាថ្មីដែលទើបតែដាក់ចូលទេបងប្អូនដើម្បីបន្ថែមបាត់ភាពខ្លាំងរបស់វាមួយទៀតទៅលើខ្សែក្អែកខ្មៅណាអញ្ចឹងឈុតនេះគឺយើងនិយាយបានថាឈុតក្អែកខ្មៅឈុតក្អែកខ្មៅនេះគឺល្អមែនទែនបងប្អូនណាគឺល្អមែនទែនមានន័យថាទី1ប្រភេទពូជដែលវាហ៊ានស៊ីលុយធំបាទមន់វាមានតាមពូជរបស់វាដែរបងប្អូនមិនមែនថាធំអាស្រ័យទៅលើម្ចាស់លេងទេបាទអាហ្នឹងវាទី1វាតាមត្រូវហើយបាទប៉ុន្តែទី2បើសិនជាម្ចាស់គេលេងតិចលេងច្រើនក៏គេមើលទៅលើកីឡាករហ្នឹងដែរតើកីឡាករហ្នឹងគួរបន្ថយលេងច្រើនអត់បាទមិនមែនចេះទៅតែងងឹតងល់ទេបាទអញ្ចឹងគឺសិតតែជាប្រភេទពូជដែលគេទុកចិត្តហើយបងប្អូនបាទអ្វីក៏វាមានភាពខ្លាំងរបស់វានៅក្នុងហ្នឹងដែរបាទអញ្ចឹងបើគេមិនទុកចិត្តបាទគេមិនហ៊ានលេងច្រើនទេហើយធម្មតាបាក់សីកីឡាមានទៅមានមកប៉ុន្តែបើសិនជារបស់ដែលមិនទុកចិត្តខ្ញុំជឿជាក់ថាបាទគេមិនទៅបន្ថយច្រើនទេទោះបីជាគេកាន់លុយពេញដៃក៏ដោយអញ្ចឹងបងប្អូនទុកចិត្តទៅបាទចំពោះពូជអាក្អែកខ្មៅឬក៏ខ្សែអាក្អែកខ្មៅឬក៏ឈុតអាក្អែកខ្មៅបាទគឺជាប្រភេទខ្សែស្រឡាយដែលបាទអាចយកទៅប្រកួតសូធំបានមន់ខ្លះវាអត់ស៊ីលុយធំណាបាទមន់ខ្លះទៅវាជុលតាមស្រុកតាមភូមិអីអូឈ្នះច្រើនដងតែដល់ពេលគេទិញយកមកប្រកួតនៅកាស៊ីណូលេងសូធំអីណាបាទលេងសូធំអីដាក់ទៅចាញ់អាហ្នឹងវាមានចឹងដែរណាវាដូចអានេះវាមានចឹងដែរបងប្អូនប៉ុន្តែគាត់ថាវាមិនទាំងស្រុងទេបាទបងប្អូនបាក់សីកីឡាដឹងឯងមិនទាំងស្រុងទេក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ចឹងគាត់ថាពូជពងល្អគេហ៊ានលេងធំហើយបាទទោះបីជាផ្លែដែកមើលឃើញមានទៅមានមកក៏ពិតមែនបាទអញ្ចឹងគេមិនបន្ថយលេងសូធំហើយទៅយកកីឡាករពីផ្សារដើមកោចងជើងយកមកលេងទេបាទនឹងបងប្អូនពិចារណាតែប៉ុណ្្នឹងទៅដឹងហើយបាទចំពោះពូជអាកែកខ្មៅនេះគឺមិនដាច់ទេបងប្អូនណាប្រកាសមិនឲ្យដាច់ទេបាទអញ្ចឹងយើងបន្តឲ្យនឹងថែមគុណភាពបន្ថែមជារៀងរាល់ឆ្នាំបាទរៀងរាល់វគ្គដើម្បីឲ្យបងប្អូនយើងទទួលបាននូវគុណភាពបាទកីឡាករទៅថ្ងៃមុខពីមួយជំនាន់ទៅមួយជំនាន់ហ្នឹងគឺវាអាប់ដេតរហូតបាទបន្ថែមភាពខ្វះខាតរបស់វាឬក៏បាទពង្រឹងនៅចំណុចខ្លាំងរបស់វាដើម្បីឲ្យបងប្អូនគាត់ទទួលបានកីឡាករពីយើងឬក៏ខ្សែស្រឡាយពីយើងចូលទៅបាទគាត់ចិញ្ចឹមមិនសូវខាតឆ្នាំឬក៏គាត់ចេញប្រកួតអីក៏សង្ឃឹមច្រើនបាទតែដូចខ្ញុំបញ្ជាក់អញ្ចឹងបើទោះបីជាពូជល្អខ្លាំងកម្រិតណាឬក៏តម្លៃខ្លួនថ្លៃកម្រិតណាបាទបាក់សីកីឡាគឺនៅតែមានឈ្នះមានចាញ់មានទៅមានមកបាទអញ្ចឹងគឺយើងមិនអាចកំណត់បានថាសុទ្ធតែអាចឈ្នះគ្រប់គ្រាប់ទេនៅកូនវាដល់ពេលយើងប្រកាសចេញមកបានទេណាប៉ុន្តែអត្រាដែលយើងចង់បានគឺអត្រាឈ្នះឬក៏អត្រាវិជ្ជមានច្រើនជាងអវិជ្ជមានអានេះជាចំណុចខ្លាំងបាទដែលកសិដ្ឋានស្ដេចបាក់សីបង្កាត់បៃសយើងតែងតែស្វែងរកបាប៉កែធ្លាប់ប្រកួតឬក៏ពូជបាទប៉កែឬមួយក៏មន់មកពីបរទេសបាទឈាមជ័រដែលល្អដែលយើងត្រូវយកវាមកហ្នឹងបាទមកក្រោះឈាមបន្តទៀតឬក៏មកកម្លាយឈាមបន្តទៀតដើម្បីឲ្យវាមានគុណភាពចែកជូនទៅកាន់បងប្អូនយើងហើយការបង្កាត់មន់ដូចខ្ញុំបញ្ជាក់អញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំបាទបើសិនជាយើងអត់តាមដានអត់តាមសង្កេតយើងអត់អាចទទួលបាននូវលទ្ធផលល្អទេហើយបងប្អូនទៅជឿទុកចិត្តបាទកសិដ្ឋានឬក៏ទ្រង់មួយដែលគេព្យាយាមចិញ្ចឹមប្រកាត់មួយហ្នឹងគឺចម្រាញ់ណាស់បងប្អូនណាព្រោះថាក្នុងមួយពូជបាទឬក៏ក្នុងមួយសបុកតលតែដល់អាយុវាទៅយើងអាចដឹងពីគុណភាពអញ្ចឹងចំណាយពេលយូរអញ្ចឹងគេមិនចេះតែប្រកាត់ពូជបរិសបរោះទេបាទអញ្ចឹងគេច្បាស់បាទមិនថាកសិដ្ឋានស្ដេចបាក់សីបង្កាត់បៃសសេដ្ឋីដូងឬក៏កសិដ្ឋានបងប្អូនឬក៏ទ្រង់បងប្អូនតាមផ្ទះតាមកេដ្ឋានតូចធំអីហ្នឹងគឺសុទ្ធតែមានកីឡាករល្អបាទប្រចាំទ្រង់របស់គេរៀងខ្លួនហើយបាទអញ្ចឹងការចិញ្ចឹមអ្នកចិញ្ចឹមអ្នកបង្កាត់គាត់ដឹងហើយគាត់ដឹងថាមិនងាយទេបាទអញ្ចឹងមិនចេះតែបង្កាត់បរិសបរោះទេហើយបើសិនជាបងប្អូនជាមួយចំនួនគាត់ថាឃើញគេលក់ធូចង់បានកូនធូដែរបាទមិនមែនថាយើងមិនមានទេបងប្អូនយើងមានប៉ុន្តែគ្រាន់តែថាកីឡាករបងប្អូនណាកាលណាដែលគេយើងមើលថែត្រឹមត្រូវពីទូចក៏យើងត្រូវចំណាយច្រើន
យើងអត់អាចទៅលក់ដូចយើងអត់អាចទៅចែកតម្លៃហ្នឹងដូចបងប្អូនយើងមួយចំនួនគាត់ចិញ្ចឹមល្មមអីបានទេបាទមិនមែនថាមន់គាត់តម្លៃទាបហ្នឹងវាអត់គុណភាពទេបាទវាមានល្អមានអបកាយរបស់គាត់ចឹងដែរបាទអញ្ចឹងអាស្រ័យទៅលើបងប្អូនពិចារណាមើលខ្លួនឯងទេបាទអញ្ចឹងពូជពងដូចខ្ញុំបញ្ជាក់អញ្ចឹងថាយើងកសិដ្ឋានស្ដេចបាក់សីបង្កាត់ព្រៃសរនិងសេដ្ឋីដូងបាទនៅតែពង្រឹងហើយនឹងបាទព្យាយាមធ្វើយ៉ាងណារិះរកពូជមេបាដែលល្អយកមកក្រោះឈាមហើយនឹងស្វែងរកនៅចំណុចខ្លាំងរបស់វាហើយនឹងបំពេញបន្ថែមនៅចំណុចខ្សោយរបស់វាដើម្បីឲ្យបងប្អូនគាត់បានកូនយកទៅនោះឬក៏ពូជពងយកទៅហ្នឹងបាទគាត់មិនសូវបង់ចិត្តបាទអាចទទួលបាននៅផលវិជ្ជមានច្រើនជាងអវិជ្ជមានតាមអ្វីដែលយើងអាចធ្វើទៅបានព្រោះវិស័យបាក់សីកីឡានេះគឺមិនមែនមួយឆ្នាំអាចធ្វើពូជនឹងឲ្យប៉ាកែខ្លាំងបានទេលុះត្រាតែចំណាយពេលច្រើនឆ្នាំអញ្ចឹងបាទអរគុណបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនកុំភ្លេចតាក់ទងមកកាន់ Page ហើយនឹងលេខទូរស័ព្ទ Telegram ខាងលើហ្នឹងបាទអាចតាក់ទងមកបានចង់បានតូចធំឬមួយក៏បែបម៉េចណាបាទអាចសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទពីខ្សែខាងលើឬក៏ Telegram មក direct មកខាងលើឬក៏បាទជាមួយនឹងបាទchannel Telegram របស់យើងបាទខ្ញុំបាទនឹងដាក់ link នៅខាងលើនឹងតែម្ដងបាទអរគុណ